Pour travailler en France parce que travailler en France ou car travailler en France បាទជួយជម្រាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់សាលា Let's Learn French បាទនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការឆ្លើយសំណួរ Pourquoi បាទអញ្ចឹងតាក់ទងជាមួយនឹងក្នុងវីដេអូនេះខ្ញុំមិនបាននិយាយអំពីការបង្កើតសំណួរទេបាទអញ្ចឹងបើក្នុងករណីអ្នកទាំងអស់គ្នាចង់ដឹងអំពីរបៀបនៃការបង្កើតសំណួរ Pourquoi អ្នកទាំងអស់គ្នាអាចចូលទៅក្នុង YouTube Channel របស់សាលា Let's Learn French ឬមួយក៏ខ្ញុំនឹងដាក់ link ឲ្យនៅខាងលើវីដេអូនេះដើម្បីអ្នកទាំងអស់គ្នាអាចចុចទៅមើលពីរបៀបនៃការបង្កើតសំណួរបាទ Pourquoi អញ្ចឹងនៅក្នុងវីដេអូនេះយើងមកនិយាយអំពីរបៀបនៃការឆ្លើយបាទអញ្ចឹងតាក់ទងជាមួយនឹងសំណួរ Pourquoi គឺជាសំណួរដែលត្រូវបានគេប្រើប្រាស់ច្រើនមែនទែនបងប្អូនប្រចាំថ្ងៃណាបាទអញ្ចឹងដែលជាសំណួរដែលគេសរុបមូលហេតុនៅត្រង់ផ្នែកនេះអញ្ចឹង Pourquoi យើងបកប្រែថាហេតុអ្វីអញ្ចឹងរបៀបឆ្លើយគឺយើងអាចឆ្លើយបានពីរយ៉ាងទី1អ្នកទាំងអស់គ្នាអាចប្រើប្រាស់ parce que ទី2អ្នកទាំងអស់គ្នាអាចប្រើប្រាស់ pour នៅក្នុងផ្នែកទាំងអញ្ចឹងយើងទៅមើលមួយពីភាពខុសគ្នារវាង parce que ហើយនិង pour បាទអញ្ចឹងចំណុចទី1ក្នុងករណីដែលយើងនិយាយអំពី parce que យើងបកប្រែថាមូលហេតុអញ្ចឹងស្ថុយទារបស់វាអញ្ចឹងគឺការប្រើប្រាស់ parce que យើងបូកជាមួយនឹង clear ដែល clear នោះវាមានជាអីខ្លះនៅពីក្រោយវាមានតាក់ទងជាមួយនឹង sujet verb ហើយនិង complement អញ្ចឹងមានន័យថាស្ថុយទានៃការឆ្លើយសំណួរអញ្ចឹងគឺការប្រើប្រាស់ parce que អញ្ចឹងគឺយើងមាន sujet verb complement បាទអញ្ចឹងដែល parce que យើងបកប្រែថាដោយសារនៅត្រង់ផ្នែកហ្នឹងអញ្ចឹងគឺយើងបញ្ជាក់អំពីមូលហេតុអញ្ចឹងគឺ la cause នៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងតាក់ទងជាមួយចំណុចត្រង់នេះឧទាហរណ៍គេសួរថាមូលហេតុអីបាទយើងឆ្លើយដោយសារត្រង់ផ្នែកហ្នឹងអញ្ចឹងមានន័យថាគឺយើងផ្ដោតទៅលើមូលហេតុនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងតាក់ទងជាមួយចំណុចត្រង់នេះខ្ញុំឧទាហរណ៍នៅក្នុងករណីសំណួរដែលគេសួរបាទគេអាចសួរយើងថាម៉េច Pourquoi tu apprends le français Pourquoi tu apprends le français មូលហេតុអ្វីបានជាអ្នកឯងរៀនភាសាបារាំងបាទអញ្ចឹងអានឹងខ្ញុំបង្កើតសំណួរជាលក្ខណៈ présent ធម្មតាបាទ Pourquoi tu apprends le français បាទអញ្ចឹងចម្លើយរបស់យើងអញ្ចឹង j'apprends le français parce que j'aime cette langue បាទ j'apprends le français parce que j'aime cette langue បាទអញ្ចឹងតើតងជាមួយចំណុចត្រង់នេះមានន័យថាគេសួរសំណួរមកកាន់យើងមូលហេតុអ្វីបានជាអ្នកឯងរៀនភាសាបារាំងបាទអញ្ចឹងយើងឆ្លើយបាទខ្ញុំរៀនភាសាបារាំងដោយសារខ្ញុំស្រឡាញ់ភាសាហ្នឹងអញ្ចឹងមានន័យថាវាជាមូលហេតុដែលយើងនឹងស្រឡាញ់រួចហើយត្រង់ផ្នែកហ្នឹងវាមិនមែនជាគោលបំណងទេនៅក្នុងករណីនៃការដែលយើងឆ្លើយ parce que នៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងមួយទៀតខ្ញុំក៏អាចបង្កើតសំណួរនៅក្នុងករណីដែលយើងប្រើប្រាស់ជាកាលបាទpassé composé កាលឯបានដែរអ្នកទាំងអស់គ្នានៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំអាចបាទបង្កើតជាឃ្លាសាមញ្ញមួយបាទខ្ញុំថាម៉េចបាទ Pourquoi tu n'es pas venu en classe Pourquoi tu n'es pas venu en classe បាទអញ្ចឹងមានមូលហេតុអីបានជាអ្នកឯងអត់មករៀនបាទអញ្ចឹងខ្ញុំអាចបង្កើតថា hier pourquoi tu n'es pas venu en classe បាទអញ្ចឹងមិនសមមិញមិនបានជាអ្នកឯងអត់មករៀនអញ្ចឹងអត់មកថ្នាក់អញ្ចឹងណាអញ្ចឹងចម្លើយយើងអាចឆ្លើយបាទអញ្ចឹង je ne suis pas venu en classe parce que j'étais malade je ne suis pas venu en classe parce que j'étais malade បាទអញ្ចឹងមានន័យថាខ្ញុំអត់បានមករៀនហ្នឹងដោយសារខ្ញុំឈឺនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងនៅក្នុងករណីនៃការប្រើប្រាស់ clear នេះគឺខ្ញុំលាយខ្ញុំដាក់ passé composé លាយជាមួយនឹង imparfait នៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅក្នុង YouTube Channel របស់សាលា Let's Learn French ដើម្បីមើលពីរបៀបនៃការបំបែកបាទតម្រង់ passé composé ហើយនិង imparfait នៅក្នុងផ្នែកហ្នឹងណាបាទអញ្ចឹងតាក់ទងជាមួយចំណុចត្រង់នេះគេសួរថាម៉េចបានឯងអត់មករៀនបាទខ្ញុំអត់មករៀនដោយសារតែខ្ញុំយ៉ាងម៉េចខ្ញុំឈឺត្រង់ផ្នែកហ្នឹងបាទ parce que j'étais malade បាទអញ្ចឹងឃើញអានេះគឺយើងបានអញ្ចឹងមួយទៀតអ្នកនរគ្នាខ្ញុំអាចបង្កើត clip présent ធម្មតាដែរបាទខ្ញុំអាចឧទាហរណ៍ថាម៉េចបាទអញ្ចឹង pourquoi បាទ pourquoi tu es en retard បាទ pourquoi tu es en retard បាទឬមួយក៏ pourquoi បាទ êtes-vous en retard បើសិនក្នុងករណីយើងចង់បង្កើតទម្រង់ផ្លូវការអីចឹងណាបាទ pourquoi êtes-vous en retard បាទមូលហេតុអីបានជាអ្នកឯងមកយឺតបាទអញ្ចឹងមូលហេតុបាទយើងឧទាហរណ៍ថាដោយសារតែឡាននោះវាចេញចោលបាទត្រង់ផ្នែកហ្នឹងបាទអញ្ចឹង je suis en retard je suis en retard បាទអញ្ចឹង être en retard គឺយើងមានន័យថាបាទយឺតហ្នឹងណា je suis en retard parce que j'ai raté mon bus បាទឬមួយក៏ parce que j'ai raté le bus បាទ raté បាទ le bus មានន័យថាឡាននៅចេញចោលត្រង់ផ្នែកហ្នឹងបាទខកជើងក្នុងផ្នែកហ្នឹងបាទអញ្ចឹងកន្លែងចំណុចត្រង់នេះគឺខ្ញុំប្រើប្រាស់កាល passé ដែរត្រង់ផ្នែកហ្នឹងដោយសារអីឡានវាចេញចោលបាត់ទៅហើយត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងដែលខ្ញុំបានជា clear ថាម៉េច je suis en retard parce que j'ai raté le bus បាទអញ្ចឹងឃើញទេមានន័យថាខ្ញុំមកយឺតដោយសារតែខ្ញុំវាខកជើងឡានវាចេញចោលត្រង់ផ្នែកហ្នឹងបាទអញ្ចឹងសរុបមកវិញ
នៅក្នុងករណីនៃការប្រើប្រាស់សំណួរបែប pourquoi យើងឆ្លើយក្នុងទម្រង់ទី1គឺ parce que បាទដែលបកប្រែតាមមូលហេតុអញ្ចឹងអ្នកទាំងអស់នេះឃើញ parce que ដែលខ្ញុំបានដាក់ទាំងអស់ហ្នឹងសិតសឹងតែការប្រើប្រាស់ sujet verb complément sujet verb complément ទាំងអស់នៅក្នុងផ្នែកហ្នឹងណាបាទឥឡូវយើងទៅមើលតាក់ទងជាមួយនឹងចម្លើយប្រើប្រាស់ pour បាទអញ្ចឹងកន្លែងចំណុចត្រង់នេះនៅក្នុងករណីដែលខ្ញុំនិយាយអំពី pour អញ្ចឹងគឺខ្ញុំប្រើនៅក្នុងលក្ខខណ្ឌមួយបាទដែលដើម្បីនិយាយអំពីគោលបំណងបាទការប៉ងបាទត្រង់ផ្នែកហ្នឹងមានវាមិនទាន់បានកើតឡើងនេះវាការប៉ងត្រង់ផ្នែកហ្នឹងអញ្ចឹងក្នុងករណីនៃការប្រើប្រាស់ស្ថុយទារបស់វាគឺយើងប្រើប្រាស់ pour បូកជាមួយនឹង le verbe à l'infinitif យើងអាចទៅដាក់ pour ហើយបូក sujet verb អីទេត្រង់ផ្នែកហ្នឹងអញ្ចឹងគឺយើងយក pour បូកជាមួយនឹងកិរិយាសព្ទដើមនៅក្នុងផ្នែកហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថានៅក្នុងករណីដែលខ្ញុំសួរសំណួរខ្ញុំថាម៉េចបាទអញ្ចឹង pourquoi បាទ tu apprends le français បាទខ្ញុំលើកសំណួរទី1មកដែរ pourquoi tu apprends le français មូលហេតុអ្វីបានជាអ្នកឯងរៀនភាសាបារាំងបាទអញ្ចឹងក្នុងករណីដែលយើងរៀនបារាំងបាទឧទាហរណ៍ខ្ញុំមានបំណងចង់បន្តការសិក្សាទៅបារាំងបាទអញ្ចឹងខ្ញុំអាចដាក់ថាម៉េច j'apprends le français pour continuer mes études en France j'apprends le français pour continuer mes études en France បាទអញ្ចឹងឃើញអត់អញ្ចឹងមានន័យថាខ្ញុំរៀនបារាំងដើម្បីទៅបន្តការសិក្សានៅបារាំងសួរតើលើបានទៅបន្តហើយនៅមិនទាន់បានបន្តផងរៀនមិនទាន់ចេះផងត្រង់ផ្នែកហ្នឹងណាឃើញទេអញ្ចឹងកន្លែងចំណុចត្រង់នេះមានន័យថាការប្រើប្រាស់ pour គឺប្រើសម្រាប់គោលបំណងនៅត្រង់ចំណុចហ្នឹងអាហ្នឹងណាបាទជាអានេះគឺ clear présent អ្នកទាំងអស់គ្នាក៏អាចទៅបង្កើត clear ទៅជា passé composé clear បាទ imparfait clear plus គឺ parfait clear អីផ្សេងទៀតបានដែរនៅត្រង់ផ្នែកហ្នឹងណាឧទាហរណ៍ទី2បាទខ្ញុំដាក់ថាម៉េច pourquoi as-tu acheté cette plante pourquoi as-tu acheté cette plante បាទអញ្ចឹងឧទាហរណ៍យើងទៅផ្សារទៅអីអញ្ចឹងទៅណាបាទអញ្ចឹងយើងឃើញដើមឈើតូចៗអីស្អាតអញ្ចឹងទៅបាទអញ្ចឹងយើងទៅទិញដើមឈើកូនអីប្លង់អីអញ្ចឹងណាអញ្ចឹងមិត្តភក្តិរបស់យើងសួរpourquoi as-tu acheté បាទ cette plante បាទអញ្ចឹងយើងបញ្ជាក់បាទ j'ai acheté cette plante pour décorer ma maison បាទ j'ai acheté cette plante pour décorer ma maison បាទអញ្ចឹងមានន័យថាខ្ញុំបានទិញអាដើមឈើហ្នឹងណាដើម្បីអីដើម្បីទៅលម្អផ្ទះរបស់ខ្ញុំនៅត្រង់ផ្នែកហ្នឹងអញ្ចឹងឃើញទេអញ្ចឹងកន្លែងចំណុចត្រង់នេះអ្នកនរនេះឃើញទេការឆ្លើយសំណួរបើកាលណាយើងប្រើ parce que បូក sujet verb complément ក្នុងករណីដែលយើងប្រើប្រាស់ pour យើងបូកជាមួយនឹង le verbe à l'infinitif នៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំចង់ចែករំលែកជូនអ្នកនរគ្នាអំពីភាពខុសគ្នារវាងការប្រើប្រាស់ទាំងពីរនៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងមានតែប៉ុណ្្នឹងអ្នកនរគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអញ្ចឹង merci beaucoup au revoir